ជំរាបសួរបងប្អូនថ្ងៃនេះប្រធានបទខ្ញុំលើកឡើងនិយាយអំពីកត្តាសំខាន់ទាំង4ដែលធ្វើឲ្យទីផ្សារមាសឡើងថ្លៃក៏ប៉ុន្តែតម្លៃមាសមិនមែនកំណត់ដោយតម្រូវការតែមួយមុខប៉ុណ្ណោះទេតែវាក៏ត្រូវបានផ្សារភ្ជាប់ដោយកត្តាជាច្រើនទាំងផ្នែកសេដ្ឋកិច្ចលក្ខណៈរូបវន្តនិងកត្តាចិត្តសាស្ត្រផងដែរចំណុចទី1ខ្ញុំចង់លើកឡើងអំពីភាពកម្រនិងការផ្គត់ផ្គង់មានកម្រិតក៏ប៉ុន្តែមាសគឺជាលោហៈធាតុដ៏កម្រដែលមាននៅក្នុងសម្បកផែនដីក្នុងចំនួនណាមួយដែលមានកំណត់ហើយបរិមាណមាសដែលជីកបានជារៀងរាល់ឆ្នាំមានកម្រិតទាបបើធៀបនឹងបរិមាណមាសសរុបដែលមានស្រាប់នៅលើពិភពលោកម្យ៉ាងទៀតការស្វែងរកប្រភពមាសថ្មីនិងការជីកយករ៉ែដែលនៅសល់ទាមទារនូវការវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យាទាំងកម្លាំងពលកម្មនិងថាមពលផងដែរហើយការចំណាយខ្ពស់នេះធ្វើឲ្យតម្លៃផលិតមាសមានកម្រិតខ្ពស់ហើយនៅពេលដែលតម្លៃប្រេងឥន្ធនៈថ្លៃកម្លាំងពលកម្មថ្លៃវាក៏រុញច្រានតម្លៃមាសឲ្យបានកើនឡើងថ្លៃជាងមុនផងដែរចំណុចទី2លក្ខណៈសម្បត្តិដ៏អស្ចារ្យរបស់មាសជាសារធាតុដែលមិនចេះរលួយឬច្រេះមាសមិនមានប្រតិកម្មនឹងអុកស៊ីសែនសំណើមឬសារធាតុគីមីភាគច្រើនឡើយនេះហើយធ្វើឲ្យមាសមានភាពប្រើប្រាស់បានយូរអង្វែងហើយអាចរក្សាសារធាតុដើមរាប់ពាន់ឆ្នាំដែលជាហេតុផលមួយធ្វើឲ្យវាល្អសម្រាប់ទុកជាទ្រព្យសម្បត្តិម្យ៉ាងវិញទៀតមាសគឺជាសារធាតុងាយស្រួលកែច្នៃមានលក្ខណៈទន់និងអាចបត់បែនបានជាងលោហៈដទៃដែលងាយស្រួលយកមកស្លជាគ្រឿងអលង្ការឬប្រើប្រាស់ក្នុងឧស្សាហកម្មមាសក៏ជាសារធាតុចម្លងអគ្គិសនីដ៏ល្អឥតខ្ចោះផងដែរនិងមានភាពធន់នឹងការច្រេះដូច្នេះវាត្រូវបានប្រើប្រាស់យ៉ាងសំខាន់នៅក្នុងឧបករណ៍អេឡិចត្រូនិកទំនើបដូចជា Smartphone កុំព្យូទ័រឬឧបករណ៍វិទ្យាសាស្ត្រជាដើមចំណុចទី3មាសមានតួនាទីជាទ្រព្យសម្បត្តិការពារហានិភ័យខ្ពស់ជាពិសេសគឺការពារអតិផរណាឧទាហរណ៍នៅពេលដែលរូបិយប័ណ្ណជាតិដូចជាប្រាក់ដុល្លារបាត់បង់តម្លៃដោយសារអតិផរណាមាសមានទំនោរឡើងថ្លៃខ្ពស់មូលហេតុគឺមាសមិនអាចបោះពុម្ពដូចក្រដាសប្រាក់បានទេដូច្នេះតម្លៃរបស់វានៅតែរក្សាបានឬកើនឡើងនៅពេលដែលទំហំទឹកប្រាក់ក្នុងសេដ្ឋកិច្ចកើនឡើងមាសក៏ជាជំរកសុវត្ថិភាពក្នុងវិបត្តិផងដែរអ្នកវិនិយោគិនតែងតែនាំគ្នាទិញមាសនៅពេលដែលមានភាពមិនប្រាកដប្រជាខាងសេដ្ឋកិច្ចឬក៏វិបត្តិនយោបាយក្នុងពិភពលោកជាពិសេសនៅពេលដែលមានសង្គ្រាមចំណែកឯធនាគារកណ្ដាលនៃបណ្ដាប្រទេសជាច្រើននៅលើពិភពលោកតែងតែទិញមាសទុកដើម្បីជាទុនបម្រុងជាតិមួយវិញទៀតជំនួសឲ្យរូបិយប័ណ្ណបរទេសផងដែរការទិញក្នុងចំនួនច្រើននេះគឺជាកម្លាំងដ៏សំខាន់មួយដែលរុញច្រានតម្លៃមាសឲ្យកាន់តែខ្ពស់ឡើងជាលំដាប់ចំណុចទី4កត្តាហិរញ្ញវត្ថុនិងរូបិយប័ណ្ណមាសត្រូវបានកំណត់តម្លៃជាទូទៅដោយប្រាក់ដុល្លារអាមេរិកហើយទំនាក់ទំនងរវាងមាសនិងប្រាក់ដុល្លារមានលក្ខណៈផ្ទុយគ្នាឧទាហរណ៍នៅពេលប្រាក់ដុល្លារចុះខ្សោយធ្វើឲ្យតម្លៃមាសឡើងថ្លៃចំណែកឯនៅពេលដែលប្រាក់ដុល្លាររឹងមាំវាកាន់តែមានតម្លៃថ្លៃសម្រាប់អ្នកទិញផ្សេងទើបតម្លៃមាសថយចុះជាទូទៅនៅពេលដែលអត្រាការប្រាក់ពិតប្រាកដចុះទាបឬអវិជ្ជមានមាសមានទំនោរឡើងថ្លៃព្រោះការទុកលុយនៅក្នុងធនាគារលែងចំណេញច្រើនដូចមុនកត្តាទាំងអស់នេះហើយបានផ្សារភ្ជាប់គ្នានឹងធ្វើឲ្យមាសមិនត្រឹមតែជាលោហៈដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែវាក៏ជាយានជំនិះដ៏សំខាន់សម្រាប់រក្សាទ្រព្យសម្បត្តិនៅក្នុងសេដ្ឋកិច្ចសកលលោកផងដែរ